ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរនាងខ្ញុំនឹងយកមុខម្ហូបមួយមុខដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាចាហើយមុខម្ហូបមួយមុខនោះដែរគឺញាំត្រយងចេកអង្ក្រងជាមួយនឹងបន្លែប្រស្វាបងប្អូនក្នុងការធ្វើមុខម្ហូបនេះដែរនាងខ្ញុំបានបេះបន្លែមួយចំនួនណាបងប្អូនដូចជាស្លឹកជាភ្លូណាដើម្បីផ្គាប់ជាមួយញាំណាចាមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនបន្ទាប់ពីបេះស្លឹកជាភ្លូហើយនាងខ្ញុំបេះស្លឹកក្រូចសើចហើយស្លឹកក្រូចសើចនេះដែរគឺយកទៅដើម្បីទុកស្ងោរសាច់ណាចាដើម្បីកុំឲ្យវាមានជាតិឆ្អាបអីចឹងឲ្យធំក្លិនណាចាហើយបេះជីមួយចំនួនទៀតដូចជាជីម្លូនិងជីពងទាកូនឬជីហិលបងប្អូនតាបងប្អូនហៅអញ្ចឹងណាចាហើយបន្ទាប់មកទៀតបេះស្លឹកប្រស្វាបងប្អូនហើយប្រស្វានេះដែរមិនដូចប្រស្វាដែលបងប្អូនចូលចិត្តនិយមហូបតាមព្រៃភ្នំទេបន្លែប្រស្វាបាទបងប្អូនហូបភាគច្រើនស្លឹកតប៉ែតចំណែករបស់ខ្ញុំដាំនេះគឺស្លឹករាងមូលវែងអញ្ចឹងណាបងប្អូនចំពោះរសជាតិវិញគឺក្លិនប្រហើរឈ្ងុយដូចគ្នាទេប្រស្វារបស់ខ្ញុំនេះចាហើយបន្ទាប់មកយើងទៅបេះត្រយងចេកទាំងអស់គ្នាហើយត្រយងចេកនេះដែរគឺជាបន្លែគោលបងប្អូនចាហើយមានបេះទៅណាឆ្ងាយទេបងប្អូនហើយបេះតែកលឹងផ្ទះនិងបន្លែអស់ហ្នឹងចាំធ្វើបន្លែកលឹងផ្ទះអស់សិនចាំយើងទៅរកទិញគេខ្លះអញ្ចឹងណាចាចំពោះបងប្អូនដែលអត់មានត្រយងចេកអាចទិញបាននៅផ្សារបងប្អូននៅកន្លែងលក់ចេកមិនខ្វះទេចាហើយនាងខ្ញុំធ្វើថ្ងៃនេះដោយសារវាចេញបានចំនួន2ត្រយងអញ្ចឹងយកមកធ្វើឲ្យបង្ហាញបងប្អូនតែម្ដងទៅចំពោះគ្រឿងផ្សំនេះខ្ញុំប្រើសាច់ជ្រូក3ជាន់ណាបងប្អូនចាហើយប្រហុកទឹកត្រីប៊ីចេងស្ករអំពិលទុំហើយនិងសណ្តែកដីហើយមួយទៀតនោះគឺអង្ក្រងបងប្អូនមួយចំនួនចាបន្ទាប់មកទៀតយើងដាក់ដាំទឹកទាំងអស់គ្នាបងប្អូនដែលប្រើគល់ស្ក្រៃនិងស្លឹកក្រូចសើចដែលខ្ញុំបេះបាញ់មិញហ្នឹងចាដើម្បីដាក់ស្ងោរសាច់ជ្រូក3ជាន់របស់យើងចាហើយចំពោះឆ្នាំងនេះដែរនាងខ្ញុំដាំទឹកចាដើម្បីស្ងោរអង្ក្រងចាអង្ក្រងមុនយកទៅញាំយើងត្រូវស្ងោរវាឲ្យឆ្អិនណាចាដើម្បីកុំឲ្យឈឺពោះបងប្អូនហើយអង្ក្រងនេះដែរគឺទិញគេទេគឺនៅផ្ទះអត់មានទេបងប្អូនចាហើយក្នុងការធ្វើទឹកត្រីញាំនេះដែរគឺនាងខ្ញុំប្រើទឹកស្ងោរអង្ក្រងនេះតែម្ដងចំពោះបងប្អូនចង់ធ្វើទឹកត្រីរបៀបម៉េចក៏បានដែរចាចំណែកខ្ញុំថ្ងៃនេះគឺយកទឹកស្ងោរអង្ក្រងមកធ្វើជាទឹកត្រីតែម្ដងគឺនេះខ្ញុំជ្រុំប្រហុកបងប្អូនចាជ្រុំប្រហុកហើយដួសអាពពុះដែលខ្មៅហ្នឹងចោលសិនចាដួសវាចោលឲ្យអស់មកទើបនាងខ្ញុំដាក់អំពិលទុំចាអឺក្រងយើងជូររៀងតិចដែរទេបងប្អូនអត់ជូរប្រហែលទេថែមអំពិលទុំចាហើយគ្រឿងក្រិតដែលយើងបានផ្សំបាញ់មានទឹកត្រីប៊ីចេងស្ករចាដាំវាឲ្យពុះហើយកូរវាឲ្យរលាយអស់មកចាំដួសដុំអំពិលចេញណាបងប្អូនហើយជាការស្រេចយើងដុសទុកដាក់ក្នុងចានមួយឡែកសិនចាំរៀងត្រជាក់ចាំយើងថែមថយគ្រឿងបន្ថែមទៀតណាចាឥឡូវសាច់ជ្រូក3ជាន់របស់យើងបានឆ្អិនរួចរាល់ហើយយើងស្រង់វាទុកមួយឡែកសិនដើម្បីឲ្យត្រជាក់ងាយស្រួលក្នុងការហាន់ណាបងប្អូនចាបន្ទាប់ពីស្រង់សាច់ជ្រូកទុករួចហើយចានាងខ្ញុំមកហាន់ខ្ទឹមសខ្ទឹមក្រហមនិងម្ទេសដើម្បីដាក់ក្នុងទឹកត្រីដែលយើងធ្វើអំបញ្ញមិញណាបងប្អូនចាថែមថយវាតាមនឹងទៀតមកចាហើយទឹកត្រីនេះដែរគឺមានជាតិប្រហុកស្រាប់ដូចខ្ញុំបានជ្រុំបាញ់មិញណាចាឥឡូវសាច់ជ្រូកយើងត្រជាក់ហើយនាងខ្ញុំក៏យកមកហាន់ជាដុំតូចបែបនេះចាបងប្អូនវិញហាន់បែបណាក៏បានដែរឲ្យគិតថាងាយស្រួលចាហើយបន្ទាប់មកនាងខ្ញុំប្រើទឹកមួយកន្ធុនហើយច្បាច់ក្រូចឆ្មាដាក់ដើម្បីចាត់ត្រយងចេកត្រាំណាដើម្បីកុំឲ្យវាមានជាតិជ័រកាន់រាងខ្មៅអញ្ចឹងណាហើយត្រយងចេកនេះដែរគឺនាងខ្ញុំហាន់ឲ្យបានស្ដើងណាចាត្រយងចេកនេះវានៅខ្ចីល្អណាស់រសជាតិផ្អែមណាបងប្អូនហាន់ត្រយងចេកទុកមួយនៅលើរួចហើយមកបុកសណ្តែកដីទុកវិញបងប្អូនយើងដឹងហើយឲ្យតែញាំអីក៏ដោយអត់សណ្តែកដីអត់បានទេព្រោះដើម្បីបង្កើតរសជាតិឲ្យឈ្ងុយឆ្ងាញ់អញ្ចឹងណាចាហើយសណ្តែកដីនេះដែរខ្ញុំប្រើតែកន្លះចានចង្កឹះទេបងប្អូនប្រើច្រើនក៏បានតិចក៏បានដែរចាទីចុងក្រោយគឺហាន់ជាមួយនឹងប្រោះស្វាហើយប្រោះស្វានេះដែរគឺដកបានតែបន្តិចបន្តួចដែរទេបងប្អូនហើយព្រោះដាំបានតិចអញ្ចឹងណាយើងប្រើតិចទៅចាព្រោះអីមិនមានត្រយងចេករៀងច្រើនដែរហើយបើបងប្អូនមានច្រើនដាក់ច្រើនតែមិនថ្មីទេចាឥឡូវមកធ្វើការញាំទាំងអស់គ្នាបងប្អូនជាដំបូងខ្ញុំប្រើកធុនមួយដាក់ត្រយងចេកមុនគេចាបន្ទាប់ពីដាក់ត្រយងចេកហើយយើងដាក់គ្រឿងមួយចំនួនមកចាយើងញាំទៅមួយល្មមហូបសិនណាបងប្អូនចាដាក់ជីហើយដាក់ប្រោះស្វាចូលចារយវាមកចាបន្ទាប់ពីដាក់ប្រោះស្វាហើយចានេះខ្ញុំដាក់អង្ក្រងហើយអង្ក្រងនេះដែរមានរសជាតិជូរអែមស្រាប់ដែរបងប្អូនចា
ចាមិនជូរប្រហែលទេបានយើងនឹងខ្ញុំធ្វើទឹកត្រីថែមអំពិលទុំអញ្ចឹងណាដាក់អង្ក្រងរួចហើយយើងប្រើសាច់ជ្រូក3ជាន់របស់យើងមួយចំនួនមកតាមចំណង់ចំណូលចិត្តដាក់តិចក៏បានច្រើនក៏បានដែរបងប្អូនចាជាចុងក្រោយយើងចាស្រូបទឹកត្រីដែលនាងខ្ញុំបានធ្វើអំបញ្ញមិញចំពោះបងប្អូនទឹកត្រីនេះដែរចង់ធ្វើរបៀបម៉េចក៏បានដែរចាចំណែកខ្ញុំគឺធ្វើជ្រុំទឹកប្រហុកចឹងរសជាតិវាឈ្ងុយឆ្ងាញ់ដល់ហើយបងប្អូនបើមិនជឿទេគឺសាក់បានណាបងប្អូនចាគឺរសជាតិឈ្ងុយឆ្ងាញ់តែម្ដងចាមុខម្ហូបមួយមុខនេះមានរបៀបធ្វើតែប៉ុណ្្នឹងទេបងប្អូនចាឥឡូវរួចរាល់ហើយគ្រាន់តែដាក់ចានមករោយតែសណ្តែកដីពីលើជាការស្រេចហើយនិយាយពីធំក្លិនប្រហុកជាមួយនឹងអង្ក្រងបងប្អូនហើយខ្ទិះតែម្ដងដាក់ចុំមាត់ដឹងតែឆ្ងាញ់តែម្ដងបងប្អូនដែលតនេអាចសាកធ្វើពិធីនេះបានណាចាធានាថាឈ្ងុយឆ្ងាញ់ពេញមាត់តែម្ដងឥឡូវរួចរាល់ហើយដែរបងប្អូនសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នាមកចាភ្លក់ញោមតាយ៉ងចេកអង្ក្រងជាមួយនឹងប្រុសស្វាទាំងអស់គ្នាចាគឺមួយម៉ាត់ណាក៏ខ្ទិះពេញមាត់ដែរបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់ណាចាមួយម៉ាត់ក៏ខ្ទិះពីរម៉ាត់ក៏ខ្ទិះនិយាយវាថាដាក់ពេញមាត់ហ្នឹងបងយកតែម្ដងចាមួយវិញទៀតយើងអាចផ្គាប់ជាមួយស្លឹកចេកភ្លូដែលបេះអំបញ្ញមិញណាបងប្អូនផ្គាប់ជាមួយស្លឹកចេកភ្លូរសជាតិកាន់តែប្លែកទៀតបងប្អូនចាដាក់អញ្ចឹងមកគឺថាឆ្ងាញ់តែម្ដងចាជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចំពោះបងប្អូនដែលចូលមើលថ្មីកុំភ្លេចជួយ like និង follow ឲ្យនាងខ្ញុំម្នាក់មួយផងបងប្អូនទាំងអស់គ្នាចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត